សួស្តីបងប្អូនអំពុំមេញអតិថិជនហាងអូតូក្លេសនគ្នាបាននេះគឺជារថយន្ត Lexus LX 600ដែលអតិថិជនគាត់ទៅប្រទិញហើយគាត់ក៏រស់រានមកដាក់កំណត់ជើងការពីបាត់រថយន្តហាងអូតូក្លេសិនហើយសម្រាប់ model LX 600នេះគឺជាប្រភេទ luxury បងប្អូននឹងគ្នាបាទអញ្ចឹងយើងមើលស្បែកពុកបាទឲ្យតែស្បែកពុកពណ៌ការ៉ុតគឺវា luxury ហើយបើសិនជាស្បែកពុកពណ៌មកខុតគឺ turbo sport បាទអញ្ចឹងចំណាំមើលប៉ុណ្្នឹងទៅដឹងឲ្យបងប្អូនមានទាំងអស់គ្នាបាទហើយសម្រាប់កម្រាលជើងណាអតិថិជនគាត់រើសយកពណ៌ខ្មៅឡាយជាមួយនឹងធ្នេរបស់ពណ៌ទឹកក្រូចដោយសារតែស្បែកពុករបស់គាត់ហ្នឹងគឺពណ៌ទឹកក្រូចដែលបងប្អូនអូពុំមីងយំហៅថាការ៉ុតហ្នឹងបាទគឺវាស៊ីគ្នាមែនតែនមើលទៅគឺស្អាតខ្លាំងមែនតែនជាមួយនឹងកម្រាលជើងហើយនឹងពណ៌ interior ខាងក្នុងហ្នឹងហើយសម្រាប់កម្រាលជើងរបស់ហាង Auto Collection ក្រោយពេលដែលដាក់ចូលទៅក្នុងរថយន្តបាទអតិថិជនគឺយើងតែងតែធ្វើតេស្តបាទពីចំណុចធំមុនគេតែម្ដងទី1 gear ហើយនឹងកម្រាលជើងបាទគេមិនឲ្យកោឬមកកោងគ្នាទេបើសិនជារកឃើញថា gear ហើយនឹងកម្រាលជើងកោងគ្នាគឺមិនលក់ជូនអតិថិជនយកទៅប្រើប្រាស់ចដាច់ខាតដោយសារតែវាពាក់ព័ន្ធជាមួយសុវត្ថិភាពនៅក្នុងការបើកបរផ្លូវចិត្តផ្លូវឆ្ងាយបាទអញ្ចឹងនេះគឺជាទំនុកចិត្តមួយក៏ដូចជាភាពកក់ក្ដៅមួយដែលយើងតែងតែផ្ដល់ជូនអតិថិជនដែលគាត់អញ្ជើញមកដាក់កម្រាលជើងការពីបាត់រថយន្តហាង Auto Collection ក៏ដូចជាគាត់ទិញកម្រាលជើងមកជិះពីហាង Auto Collection យកទៅប្រើប្រាស់ជាមួយនឹងរថយន្តជាទីស្រឡាញ់ណាបងប្អូនពុំមានទាំងអស់គ្នាបាទហើយជាមួយនឹងការធ្វើតេស្តអីក៏ចឹងដែរមិនថាតែខាងតកង់ខាង passenger ជួរទី1ទី2ទី3គឺយើងព្យាយាមធ្វើឲ្យរាយអីខាងក្រោមហ្នឹងមិនឲ្យបុកជាមួយនឹងកម្រាលជើងរំខានការប្រើប្រាស់ក៏ដូចជាបាត់បង់សោភ័ណភាពនៅខាងក្នុងរថយន្តរបស់បងប្អូនអូពុំមីងទេបាទហើយបងប្អូនមីងបាទសម្រាប់រថយន្ត LX 600ជាមួយនឹងក្អីជួរទី3ណាគឺបើកមកត្រង់ដូចបុគ្គលិកខ្ញុំគាត់ចុចឡើងចុះចឹងនៅពេលដែលបងប្អូនអូពុំមីងមិនថាតែចុចវាឡើងទម្លាក់វាចុះទេបាទគឺកម្រាលគឺវានៅតែរក្សាទីតាំងដើមរបស់វានៅដដែលបាទដោយសារតែហាង Auto Collection គឺយើងមានបទពិសោធន៍ក៏ដូចជាបច្ចេកទេសបាទអញ្ចឹងយើងធ្វើឲ្យអតិថិជនគាត់ងាយស្រួលនៅក្នុងការប្រើប្រាស់មិនមែនថាដាក់កម្រាលហើយនៅពេលដែលបងប្អូនអូពុំមីងលើកក្អីនឹងឡើងចុះហើយតម្រូវឲ្យបងប្អូនអូពុំមីងទៅសេរីវារៀងរាល់ដែលបងប្អូនអូពុំមីងលើកវាឡើងដាក់ចុះទេបាទអញ្ចឹងអត់អញ្ចឹងទេសម្រាប់កម្រាលជើងរបស់ហាង Auto Collection គឺយើងមានបច្ចេកទេសគឺច្បាស់លាស់មែនតែននៅក្នុងការដែលធ្វើឲ្យកម្រាលជើងមួយឈុតដែលបងប្អូនអូពុំមីងដាក់គឺមិនឲ្យខកបំណងទេបាទហើយបើនិយាយពីຂະຫນាតកម្រាលជើងវិញគឺសុទ្ធតែកាត់ចេញពីកុំព្យូទ័រអញ្ចឹងសម្រាប់រថយន្តណាម្ដងណាឆ្នាំណាដាក់សម្រាប់តែរថយន្តនោះម្ដងនោះឆ្នាំនោះតែប៉ុណ្ណោះអញ្ចឹងបងប្អូនអូពុំមីងបាច់បារម្ភថាកម្រាលជើងដាក់ទៅគឺវាមិនត្រូវជាមួយនឹងបាតរថយន្តរបស់បងប្អូនអូពុំមីងទេបាទបើសិនជាវាមិនត្រូវជាមួយនឹងរថយន្តគឺយើងមិនលក់ជូនអតិថិជនយកតែលុយទេបាទនេះគឺជាគោលការណ៍របស់ហាង Auto Collection ដែលយើងលក់ផលិតផលកម្រាលជើងនេះតាំងពីឈុតដំបូងដល់ឡើយនេះគឺយើងរក្សាគោលការណ៍នឹងរហូតតែម្ដងអូខេអរគុណច្រើនបាយបាយ